បងប្អូនអរគ្នាដែលចូលមកកាន់ Channel របស់ខ្ញុំបាទគឺរឿងពីរៈ AI ថ្ងៃនេះខ្ញុំបាទនាំបងប្អូនទាំងអស់គ្នាមកស្គាល់ពីកម្មវិធីដំឡើងអ៊ីនធឺណិតឲ្យសេវាដើរលឿនអញ្ចឹងគឺគ្រប់ទូរស័ព្ទ Android ទាំងអស់អញ្ចឹងគឺមិនថា Vivo Oppo Honor Huawei គឺបានទាំងអស់អត់តែប្រភេទ iOS ទេអញ្ចឹងចំពោះកម្មវិធីនេះគឺវាមាននៅលើកម្មវិធី Play Store តែម្ដងអញ្ចឹងចំពោះបងប្អូនគឺធ្វើការវាយមកគឺ 4G Fox LTE only អញ្ចឹងគឺវានឹងឃើញកម្មវិធីនេះហើយអញ្ចឹងគឺបងប្អូនធ្វើការចុច download ហើយចំពោះបងប្អូនថ្មីកុំភ្លេចចុច subscribe ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតអញ្ចឹងគឺខ្ញុំបានធ្វើការដំឡើងរួចហើយអញ្ចឹងបងប្អូនធ្វើការចុចបើកតែម្ដងមកចំពោះកម្មវិធីនេះគឺបងប្អូនវាជួយយើងក្នុងការធ្វើឲ្យអ៊ីនធឺណិតយើងគឺដើរនឹងព្រោះតែបងប្អូនជួនកាលគឺយើងប្រើសេវាធម្មតាគឺដើរសញ្ញាលុបឆោតគឺលុត E ផងលុត 3G ផងឬក៏ 4G បងប្អូនធ្វើការប្រើសញ្ញានឹងនេះគឺវាអត់មានបញ្ហាលោតអញញ៉ៃទេគឺ 4G គឺវាលុត 4G អញ្ចឹងគឺបងប្អូនធ្វើការចុចចូលមកដល់ពេលចេញតម្រងបែបនេះបងប្អូនអាចធ្វើការចុចនៅកន្លោមទី2នេះ Method 2 Android 11នឹងចំពោះបងប្អូនប្រើ Android 11បូកបើ Android 11ចុះក្រោមគឺបងប្អូនចុចខាងនេះអញ្ចឹងគឺខ្ញុំចុចខាងនេះគឺវានឹងផ្សាយពាណិជ្ជកម្មក្នុងកម្មវិធីនឹងបន្តតែម្ដងអញ្ចឹងគឺយើងធ្វើការរងចាំបន្តិចដើម្បីធ្វើការរំលងពាណិជ្ជកម្មចុចកន្លែង close មករួចចុចសាប់ថ្មីមកដល់ពេលចេញតម្រងបែបនេះបងប្អូនអាចធ្វើការអូសមកក្រៅមកនេះគឺបងប្អូននឹងឃើញពាក្យកន្លែងថាកំណត់ប្រភេទបណ្ដាញដែលពេញចិត្តអញ្ចឹងគឺកន្លែងនេះហើយគឺជាកន្លែងដែលយើងធ្វើការកំណត់អ៊ីនធឺណិតអញ្ចឹងគឺយើងធ្វើការចុចលើហ្នឹងចំពោះបងប្អូនដែលចង់ធ្វើការអ៊ីនធឺណិតដើរសញ្ញា 4G បងប្អូនធ្វើការចុចពាក្យ LTE only បើបងប្អូនចង់តម្លើង 5G គឺ NO only អញ្ចឹងចំពោះកម្មវិធីនេះគឺវាមានគ្រប់ទម្រង់ទាំងអស់គឺបងប្អូនចង់តម្លើង 5G ក៏បានចង់តម្លើង 4G ក៏បានអញ្ចឹងគឺខ្ញុំឧទាហរណ៍ដូចជា 4G ឲ្យនឹងគឺយើងធ្វើការចុចលើ LTE មកចំពោះសេវារបស់យើងគឺវានឹងលុតដាច់ហើយវាចេញសេវាថ្មីមកគឺ 4G នឹងតែម្ដងគឺវាអត់ធ្លាក់ទៅសេវាផ្សេងទេអញ្ចឹងគឺ 5G បើកន្លែងបងប្អូនគឺមាន 5G បងប្អូនធ្វើការតម្លើង 5G ទៅអញ្ចឹងដោយសារកន្លែងខ្ញុំគឺមានតែ 4G អញ្ចឹងគឺខ្ញុំធ្វើការដាក់ 4G ចំពោះការដាក់សេវានេះគឺបងប្អូនមិនអាចធ្វើការទេចាញ់បានទេគឺតើបងប្អូនធ្វើការបិទកម្មវិធីនឹងវិញគឺបងប្អូនធ្វើការទេចាញ់បានអញ្ចឹងចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយ